สุดท้ายเรายังมาเมื่อวิดีโอจงกราวในอนุกรมยีสนาที่มวยพยังสำหรับบัตรดบชนะปีบอลดับผมมาเพย์ประมวยโอเควิดีโอจงคอยพยังคือแกเอาซองตารางเทพีปลาตินในต่างอ๋อดับไปซองตารางเทพีให้ตัวปีซองตารางเทพีให้คือแกเอาโรไอในปีให้ซองกราบยังหนึ่งโยตารางเทพีนี้มาซองกราบต่างอ๋อคนนี้ปวกูก็ดังถ้าเสิร์ฟมาจนวนคืออดตอนใจซองกราบโดยสารกดอดใจตารางเทพีต่อแล้วยังมองมือต่างออกนี้นี่แต่โบงนี่ยังดังกรุบนี้กูเชื่อถ้ายังดังกรุบนี้อันนั้นคือจีเอ็กอันนี้คือจีเอฟพริมเนี่ยហើយอันนี้คือจีเอฟเนี่ยโนนาก็ดังได้โดยគ្នាដែរកន្លែងនេះគឺអីគេកន្លែងនេះគឺពីដកអាណនដល់បូកអាណនគេដាក់ហ្នឹងគឺដាក់ដែននេះតិចជារបស់ពីបូកអាណនដល់ដកអាណនដល់បូកអាណនហើយយើងមាននៅពេលដែល x ស្មើ 0 f' យើងស្មើ 0 អញ្ចឹង x ស្មើ 0 គឺយកមកដាក់កន្លែងនេះ x ស្មើ 0 f' យើងស្មើ 0 គេគូសមកក្រោមហើយដាក់លេខ0កណ្ដាលអូខេចន្លោះពីដកអាណនដល់0នេះចន្លោះពីដកអាណនដល់0 f' យើងធំជាង0អញ្ចឹងកន្លែងនេះដាក់សញ្ញាបូកចន្លោះពី0ដល់បូកអាណននេះ0ដល់បូកអាណន f' យើងតូចជាង0ដាក់សញ្ញាដកហើយសញ្ញាបូកយើងគូសកើនទៅលើចេះហើយបន្តមកទៀតសញ្ញាដកយើងគូសចុះក្រោមមកចេះយើងឃើញថាកន្លែងនេះគឺយើងត្រូវយកចេញពី limit ហើយ limit នៅក្នុងវីដេអូទី2រកហើយគ្រូចាំបានថា limit គឺរកដកអាណនចម្លើយយើងគឺចេញដកអាណនហើយ limit គឺរកបូកអាណនដូចគ្នាចម្លើយយើងចេញបូកអាណនដូចគ្នាដកអាណនដូចគ្នាបាទសម្រាប់អតិបមាវិញកន្លែងនេះគឺអតិបមាហើយមកដល់ខាងកពូលអញ្ចឹងគេហៅអតិបមាវាដូរសញ្ញា f' យើងដូរសញ្ញាពីបូកទៅដកអាហ្នឹងគឺអតិបមាយើងគ្រាន់តែយកលេខ0នេះមកជំនួសចូល s ទៅយើងរកកន្លែងហ្នឹងគឺកន្លែងហ្នឹងគឺអតិបមាហើយតោះយកលេខ0មកជំនួសចូល x នេះគូដាក់ s ខាងនេះអញ្ចឹងកន្លែងនេះជំនួសដល់លេខ0អញ្ចឹងវាបាន2ដក0បូក0លើសេគុណ0អញ្ចឹងយើងអាចនិយាយថា2ដក0បូកជាមួយនឹង0លើសេគុណ0ហើយបើយើងគិតមើលទៅគឺចេញ2នេះអញ្ចឹងអា2នឹងហើយគឺជាតម្លៃអតិបមាមានអតិបបរមាភាពណាមែនចម្លើយឃើញណាដាក់នឹងស្មើ2ត្រង់x ស្មើ0ទៅបាទនេះគឺជាតម្លៃអតិបមារបស់យើងបន្តមកទៀតលំហាត់ទី4គឺគេឲ្យយើងកណនីនៃរវេកណនី s នេះ2យើងគ្រាន់យកលេខ2មកជំនួសចូលកន្លែងដូចគ្នាចឹងទេគេតាចេញ2ដកជាមួយនឹង2បូកជាមួយនឹង2លើស្វ័យគុណ2ហើយមកគិតទៅនេះ0ហ្នឹងគឺ2លើស្វ័យគុណ2លោកគ្រូចាំអាហ្នឹងវាប្រហែលជាមួយនឹង0.3បាទនេះជាចម្លើយ s នៃ s នេះ2របស់យើងអញ្ចឹងយើងយកទិន្នន័យដែលយើងសិក្សាកន្លែងហ្នឹងយកមកសង់តារាងសង់ក្រាបទាំងអស់គ្នាប៉ុន្តែគ្រូភ្លេចដាក់កន្លែងនេះអតិបមាស្មើ2យើងដាក់លេខ2ចូលកន្លែងនេះផងបាទអញ្ចឹងដើម្បីសង់ក្រាបនេះថាតើយើងមើលអីគេថាតើយើងមើលខ្លះទី1តារាងអត្ថិភាពទី2អាសន្តុតយើងមានតែអន្តុតត្រេតទេដោយសារអីដោយសារដែនកំណត់យើងអត់ឃើញ x ខុសពីម៉ានបើសិនណា x ខុសពី1អាហ្នឹងមានអន្តុតឈរដែរយើងត្រូវយកមកគូប៉ុន្តែលំហាត់នេះគឺមានតែអន្តុតត្រេតទេអញ្ចឹងយើងដាក់អន្តុតត្រេតមកអូខេនេះ l ស្មើ y ស្មើ2ដល់ x អញ្ចឹងយើងឲ្យតារាងបាយលេខយកមកសង់បន្ទាត់អាសន្តុតត្រេតទាំងអស់គ្នាអញ្ចឹងតោះឲ្យយើងឲ្យ0គួរឲ្យ0ងាយស្រួលជាងគេ2ដក0គឺចេញ2ហើយបន្ទាប់មកឲ្យ2ក៏ងាយដែរ2ដក2គឺ0អញ្ចឹងយើងយកវាមកសង់តោះយើងដៅបងប្អូនគ្នា0 2នេះ0 2កន្លែងនេះបាទ2កន្លែងហ្នឹង0 2គឺកន្លែងហ្នឹងតែម្ដង2 0คล้ายទៅជាបន្ទាត់ហើយអញ្ចឹងតោះគូភ្ជាប់ណាគឺចេញអីគេយើងចត់ហ្នឹងនេះគឺជាបន្ទាត់ L របស់យើងដាក់កន្លែងនេះ L មកបាទទី2គឺយើងមើលកន្លែងនេះគឺជាតម្លៃអតិបរមាយើងឃើញថា02បានន័យថានៅកន្លែងហ្នឹងដែរ02គឺនៅកន្លែងហ្នឹងដែរដាក់02មកកន្លែងហ្នឹងគឺជាកន្លែងគេអតិបរមាអាហ្នឹងយើងមើលតារាងហើយមួយទៀតយើងគេឲ្យ s នេះ2វាប្រហែលជាមួយ 0.3 អញ្ចឹងនេះ2ហើយ 0.3 គឺចាត់ទុកនៅកន្លែងនេះទៅ 0.3 ហើយយើងចុចមកខាងនេះហើយចេះមកចេះមកអញ្ចឹងមានថាក្រាបរបស់យើងមានអតិបរមាហើយវារត់មករកកន្លែងនេះអញ្ចឹងយើងយកគូដូចគ្នាអញ្ចឹង
វាអតិបរមាហើយរត់មករចំណុចទាំងអស់ហ្នឹងវាឡើងមករអតិបរមាហើយរត់មករកន្លែងហ្នឹងតោះឥឡូវយើងគូទាំងអស់គ្នាគាត់មានប៉ារ៉ាបូលគ្រូប្រើប៉ារ៉ាដៃហើយអញ្ចឹងយើងវាឡើងទៅគូទៅឡើងទៅកន្លែងហ្នឹងហើយតមកទៀតវាចុះទៅណាវាចុះមករកន្លែងនេះហើយវារត់ទៅរកអាស៊ីនតូតអញ្ចឹងបើវាជាអាស៊ីនតូតគឺខ្សែកោងយើងត្រូវទៅគៀនវាកុំទៅជាប់គាត់ទៅគៀនទៅបានហើយកុំងាកចេញអ្នកមួយចំនួនគូកន្លែងនេះងាកទៅចេះអត់ត្រូវទេអញ្ចឹងធ្វើម៉េចឲ្យទៅគៀនគ្នាអញ្ចឹងមកអញ្ចឹងនេះអតិបមាហើយអតិកន្លែងនេះហើយវាចុះទៅរកកន្លែងនេះហើយវាចុះទៅរកតែម្ដងយើងមើលព្រួយនេះក៏អញ្ចឹងដែរព្រួយក៏អញ្ចឹងអាក្រាបក៏អញ្ចឹងធ្វើម៉េចឲ្យត្រូវគ្នាអញ្ចឹងអាពណ៌ក្រហមហ្នឹងអាហ្នឹងហៅថាក្រាបសេក្រាបនៃអនុគម F នៃ X របស់យើងអញ្ចឹងអនុគមវិញ្ញាសាទី1គឺបញ្ចប់ត្រឹមនេះបាទអរគុណគ្នាយើងសុខសប្បាយទាំងអស់គ្នាយើងនឹងបន្តទៅវិញ្ញាសាទី2ទៀតអរគុណ